អាមេរិកប្រកាសនឹងដកខ្លួនចេញពីអង្គការទាំង66ហើយនឹងផ្នែកខ្លះនៃអង្គការសហប្រជាជាតិហ្នឹងហើយបើគំនិតខ្ញុំឯណាបើសិនជាអាមេរិករកឃើញថាអង្គការទាំង66ហ្នឹងគ្មានផលប្រយោជន៍អីឲ្យអាមេរិកដកចោលហ្នឹងហើយវាមិនខុសទាល់ទេព្រោះវាខាតលុយទៅទេចំណែកអង្គការសហប្រជាជាតិអាមេរិកគួរតែថែមលុយហើយនឹងផ្ដល់សិទ្ធិអំណាចពេញលេញទៅដល់អង្គការសហប្រជាជាតិដើម្បីអង្គការហ្នឹងគាត់ធ្វើការទៅវាពេញដៃពេញជើងហ្នឹងហើយព្រោះអីប្រទេសតូចដូចជាកម្ពុជាគឺពឹងផ្អែកទៅលើច្បាប់អន្តរជាតិពឹងផ្អែកទៅលើអង្គការ UN ហ្នឹងខ្លាំងមែនទែនហ្នឹងហើយអង្គការសហប្រជាជាតិមួយហ្នឹងហើយអញ្ចឹងអាមេរិកចង់ដកអា66ទៀតដកក៏ដកទៅព្រោះអាមេរិកគេគិតថា66ហ្នឹងដែលអាមេរិកផ្ដល់មូលនិធិទៅឲ្យហ្នឹងវាអត់ប្រយោជន៍ហ្នឹងហើយអញ្ចឹងអាមេរិកដកក៏ដកទៅហ្នឹងហើយអញ្ចឹងសូមផ្ដល់សិទ្ធិអំណាចទៅឲ្យអង្គការសហប្រជាជាតិឲ្យពេញលេញទៅគឺជាក្តីសង្ឃឹមខ្ពស់ច្រើនសម្រាប់ប្រទេសតូចដែលពឹងផ្អែកទៅលើអង្គការសហប្រជាជាតិហើយមានរឿងមួយទៀតបងប្អូនដែលជារឿងធ្វើឲ្យប្រជាជនរបស់យើងសប្បាយចិត្តណាលោកស្រី Angelina Junior គឺគាត់លក់ផ្ទះនៅ Los Angeles សហរដ្ឋអាមេរិកដើម្បីមករស់នៅក្នុងប្រទេសទី2ហើយពួកយើងសប្បាយចិត្តហ្នឹងត្រង់ថាលោកស្រីគឺមានសញ្ជាតិខ្មែររួចស្រេចអញ្ចឹងក្តីរំពឹងដែលថាលោកស្រីនឹងមករស់នៅប្រទេសកម្ពុជាហ្នឹងគឺភាគរយច្រើនមែនទែនហ្នឹងហើយសំខាន់គឺលោកស្រីបានយកក្មេងប្រុសកម្ពុជាម្នាក់ដែលជាក្មេងកំព្រាយកទៅធ្វើជាកូនរបស់គាត់បើយើងខ្មែរយើងហៅកូនធរអីចឹងណាហ្នឹងហើយប៉ុន្តែគាត់នឹងយកទៅធ្វើកូនតែម្ដងហើយកូនខ្មែររបស់យើងពេលដែលលោកស្រីយកទៅគឺធ្វើជាកូនបងតែម្ដងកូនបងគេទាំងអស់ព្រោះលោកស្រីដូចជាយកក្មេងឬកុមារនៅប្រទេសដទៃទៀតយកទៅចិញ្ចឹមធ្វើជាកូនដូចគ្នាអញ្ចឹងប៉ុន្តែកម្ពុជារបស់យើងគឺជាកូនបងសម្រាប់កុមារកម្ពុជារបស់យើងម្នាក់ហ្នឹងហើយយើងរងសង្ឃឹមហើយសប្បាយចិត្តមែនទែនពេលតែឃើញគាត់ធ្វើអញ្ចឹងហ្នឹងហើយប៉ុន្តែបើសិនជាគាត់បានមករស់នៅប្រទេសកម្ពុជាមែនណាវាស្មើនឹងជួយទេសចរយើងបានច្រើនមែនទែនដែលកន្លងមកមានប្រទេសទី2មានប្រទេសណាស្អីឈ្មោះ Thailand នោះឈួតហ្នឹងប្រទេសហ្នឹងឈួតទេហ្នឹងហើយវាបាននិយាយប្រាប់ជនបរទេសថាប្រទេសយើងនឹងគ្មានសុវត្ថិភាពឬក៏អីចឹងថាអាក្រក់អីចឹងទៅប៉ុន្តែជាក់ស្ដែងណាពេលដែលភ្ញៀវបរទេសមកលេងកម្ពុជាគេតែងតែសរសើរពីការគេហៅថាផ្ដល់សេវាកម្មទៅដល់ពួកគាត់សប្បាយចិត្តមែនទែនពេលដែលកម្ពុជារបស់យើងផ្ដល់សេវាកម្មល្អណាដូចជាកម្ពុជារបស់យើងមានការរស់រានរាក់ទាក់ហ្នឹងគឺថាចេញពីចិត្តអីចឹងទៅហើយសុវត្ថិភាពហ្នឹងគឺថាសុវត្ថិភាពខ្ពស់អីចឹងទៅមិនដូចអ្វីដែលគេថាអញ្ចឹងគេសប្បាយចិត្តហើយសិតតែសន្យាថានឹងមកលេងម្ដងទៀតហ្នឹងហើយអញ្ចឹងយើងត្រៀមទទួលទៅហ្នឹងហើយអូខេបងប្អូនខ្ញុំមានប៉ុណ្ណឹងទេជូនពរបងប្អូនទាំងអស់គ្នាកម្ពុជាត្រូវការសន្តិភាព